កុមារគ្រប់រូបសុទ្ធតែកើតតាមការកំណត់ពីធម្មជាតិទាំងភេទរូបរាងសម្បុរជាតិសាសន៍ប៉ុន្តែអ្នកដែលអាចផ្ដល់នូវឱកាសផ្ដល់ការគ្រប់គ្រងនិងជួយឲ្យពួកគេអាចកំណត់ពីជោគវាសនាដើម្បីក្លាយជាបុគ្គលដែលមានសមត្ថភាពអាចនាំមកនូវក្តីសង្ឃឹមដល់សហគមន៍និងប្រទេសជាតិនាថ្ងៃខាងមុខនោះគឺជាយើងទាំងអស់គ្នាផ្អែកលើទស្សនវិស័យនិងគោលដៅជារួមការចូលរួមចំណែកទាំងនេះពិតជាមានសារៈសំខាន់មូលនិធិមេលេជីគួចបានបន្តនៅសកម្មភាពសប្បុរសធម៌និងផ្សារភ្ជាប់សហគមន៍ជាមួយនឹងការអភិវឌ្ឍតាមរយៈកម្មវិធីទាំង4នោះគឺកម្មវិធីអប់រំកម្មវិធីសុខភាពកម្មវិធីសេវាសហគមន៍និងកម្មវិធីឆ្លើយតបទៅនឹងគ្រោះមហន្តរាយគ្មានអំពើល្អណាដែលធំធេងជាងការសង្គ្រោះជីវិតមនុស្សឡើយព្រោះនៅពេលដែលអ្នកសង្គ្រោះជីវិតមនុស្សម្នាក់អ្នកបានផ្ដល់នូវក្តីសង្ឃឹមក្តីស្រមៃនិងលទ្ធភាពទាំងឡាយដល់គេនេះគឺជាខ្លឹមសារដែលបានដកស្រង់ចេញពីទស្សនៈមួយក្នុងចំណោមទស្សនៈផ្ទាល់របស់អ្នកអង្គការវិជ្ជបណ្ឌិតគួចមីងលីដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃមូលនិធិមីងលីជាគួចចុងបញ្ចប់នេះគឺសូមអរគុណដល់លោកអង្គការគួចមីងលីណាសូមទេវតាវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សាលោកឲ្យបានសុខភាពល្អមាំមួនហើយកាន់តែរីកចម្រើនក្នុងកិច្ចការរបស់លោកអញ្ចឹងណាបាទកាន់តែរីកចម្រើនហើយមួយទៀតសប្បុរសជនក៏សូមជួយផ្ដាំផ្ញើថាបើសិនជាមានចិត្តបុណ្យចិត្តមេត្តាធម៌ចង់ធ្វើបុណ្យនៅទីនេះក៏សូមអញ្ជើញមកខ្ញុំទទួលដោយរីករាយការចូលរួមពីយើងគ្រប់រូបដើម្បីជួយដល់សហគមន៍កុមារស្ត្រីមានផ្ទៃពោះជនពិការចាស់ជរានិងក្រុមងាយរងគ្រោះផ្សេងដទៃទៀតគឺជាគោលបំណងរួមបង្ហាញពីសាមគ្គីភាពការចេះជួយទុក្ខធុរៈនិងការឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ហើយលោកអ្នកអាចចូលរួមនៅក្នុងកិច្ចការងារទាំងនេះជាមួយមូលនិធិមីងលីជាគួចយើងខ្ញុំបានផងដែរ